Trong ao bị chia chân dương nghiệp mà con thở và là tập hợp không ai dương từ trẻ cái chén cả lão ở tại dương thơ bia say á nè bố trong ao nghiệp mà con thở là bỏ không ai dương nhóm mua chi xì nạ rồiនៅភូមិតឡូឃុំជាងគ្រាវស្រុករលាភៀខេត្តកំពង់ឆ្នាំងតើប្រកបមុខបរនេះតាំងពីពេលណាមកតាំងពីក្មេងមកបូតពីម៉ែពីយាយមកដឹងបានជំនាន់បើដែងធំដឹងក្តីមកឃើញគាត់ធ្វើចឹងរហូតហ្មងយើងដឹងធ្វើអីធ្វើអាហ្នឹងទៅពីមុនធ្លាប់ចូលរោងចក្រដែរប៉ុន្តែគ្រាន់ថាអត់ស្រួលអញ្ចឹងអត់ស្រួលនៅផ្ទះទៅដឹងធ្វើអីមានធ្វើចអេហ្នឹងហើយពូមានកូនខ្លះប្តីខ្លះអញ្ចឹងទៅប្តីគាត់ជន់ខាងពុះអាស័យពុះអីហ្នឹងអាកដាប់ពុះកដាប់ហើយនឹងជន់ចេញជារៀងចអេហ្នឹងគេធ្វើច្រើនដែរពូប្រហែលជា100គ្រួសារជាងហ្នឹងគេធ្វើប៉ុន្តែគាត់ថាគេធ្វើល្មមដែរអញ្ចឹងណាឫស្សីហ្នឹងទិញគេហើយនឹងយើងដាំខ្លួនឯងបានមកគុំអីចឹងទៅប៉ុន្តែយើងប្រើអត់ទាន់យើងទិញគេខ្លះចឹងទៅម៉ួយមិនសូវមានជាប់ដែរពូវាអត់បានជាប់រហូតហ្មងណាគេទិញម្សាអញ្ចឹងណាម្សាចឹងមកគេមករកទិញត្រឹម20 30អីចឹងទៅគេទៅលក់មកជើងអញ្ចឹងទៅរៀងថយបន្តិចដែរព្រោះអត់សូវមានគេមករកអញ្ចឹងណាពូទៅមករយៈនេះខាង BA សិប្បកម្មខ្មែរហ្នឹងគាត់ចុះមកផ្សព្វផ្សាយទៅពេលខ្លះគាត់កំងដែរអញ្ចឹងណាអ្នកទិញហ្នឹងអ្នកនៅក្នុងស្រុកយើងដែរនៅខាងគ្រួនៅខាងទឹកចាញ់អីគេមកទិញយកទៅលក់រាយណាពូគេលក់និយាយរួមទៅអត់ទៀងគេដើរគ្រប់ទឹកខេត្តខ្លះទៅដល់កំពង់ស្ពឺអញ្ចឹងទៅពាត់ខាងតកៅអីនោះណាពូខ្ញុំអត់សូវដឹងដែរអាហ្នឹងព្រោះអីគេអ្នកដើរលក់គេថាដើរគ្រប់កន្លែងអញ្ចឹងណាតម្លៃយើងលក់នៅហ្នឹងបាន19000អាសាច់នេះតែបើអាសាច់ល្អិតអញ្ចេះបាន10000អាហ្នឹងយើងបោះដុំតែបើយើងលក់រាយមួយបាន12000អញ្ចឹងណាពូគេយកទៅប្រើខ្លះហើយនឹងគេយកទៅតាំងខ្លះទៅគេយកទៅដាក់ស្អីលក់អញ្ចឹងណាអីវ៉ាន់អីលក់ហ្នឹងហើយដល់ពេលខ្លះគេយកទៅតាំងដូចបើខែចូលឆ្នាំគេយកទៅតាំងសង្ក្រាន្តតាំងអីហ្នឹងតែគេយកតាមຂະຫນាតគេមានຂະຫນាតតូចនិងຂະຫນាតធំចេគេយកទៅអុំកអុំស្រូវអុំវក់អុំកអុំស្រូវចាហើយនឹងដាក់លបប្រើប្រាស់ហ្នឹងហាត្រីភាគច្រើនគេអត់សូវប្រើហ្នឹងគេប្រើកាចេង